ការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ានកំពុងតែដំណើរការគឺពានរង្វាន់ Asian Championship One Day Cup ឆ្នាំ2026ថ្ងៃនេះយើងនឹងណែនាំឲ្យស្គាល់កីឡាដ្ឋានទាំង10ដែលប្រើប្រាស់សម្រាប់ពានរង្វាន់មួយនេះតែកីឡាដ្ឋានមួយណាដែលមានទំហំធំជាងគេលេខរៀងទី10នោះគឺបានទៅលើកីឡាដ្ឋាន Challenge Bangsar របស់ក្រុមជម្រើសជាតិសិង្ហបុរីដែលផ្ទុកអ្នកទេសនាបានចំនួន 6000 នាក់ចំណែកទី9បានទៅលើកីឡាដ្ឋាន Chonburi Stadium ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ជម្រើសជាតិ Timor Leste ដែលផ្ទុកអ្នកទេសនាបានចំនួន 8680 នាក់ទី8បានទៅលើកីឡាដ្ឋាន Kuala Lumpur Football Stadium របស់ក្រុមជម្រើសជាតិម៉ាឡេស៊ីដែលផ្ទុកអ្នកទេសនាបានចំនួន 18000 នាក់ចំណែកទី7បានទៅលើកីឡាដ្ឋាន New Clark City Atlantic Stadium របស់ក្រុមជម្រើសជាតិហ្វីលីពីនដែលផ្ទុកអ្នកទេសនាបានរហូតដល់ 20000 នាក់ទី6បានទៅលើកីឡាដ្ឋាន Lao National Stadium របស់ក្រុមជម្រើសជាតិឡាវដែលផ្ទុកអ្នកទេសនាបានចំនួន 25000 នាក់ទី5បានទៅលើកីឡាដ្ឋានរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Pakan Seri Stadium ដែលផ្ទុកអ្នកទេសនាបានចំនួន 30000 នាក់ទី4បានទៅលើកីឡាដ្ឋានរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាគឺកីឡាដ្ឋាន Thuwana Stadium ដែលផ្ទុកអ្នកទេសនាបានចំនួន 32000 នាក់ចំណែកទី3បានទៅលើកីឡាដ្ឋានរបស់ក្រុមជម្រើសជាតិវៀតណាមគឺកីឡាដ្ឋាន Mai Ding Stadium ដែលមានទីតាំងនៅទីក្រុង Hanoi ដែលផ្ទុកអ្នកទេសនាបានចំនួន 41192 នាក់ចំណែកបន្តមកទៀតបានទៅលើកីឡាដ្ឋាន Raja Magala របស់ក្រុមជម្រើសជាតិសៀមគឺផ្ទុកអ្នកទេសនាបានចំនួន 51552 នាក់ចំណែកឯកីឡាដ្ឋានចុងក្រោយនោះគឺបានទៅលើកីឡាដ្ឋានមរតកតេជោរបស់ក្រុមជម្រើសជាតិគូព្រៃកម្ពុជាដែលផ្ទុកអ្នកទេសនាបានរហូតដល់ 60000 នាក់និងជាកីឡាដ្ឋានដែលថ្មីបំផុតសម្រាប់ពានរង្វាន់មួយនេះ